Hello សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយក៏ដូចជា channel របស់ខ្ញុំផងដែរអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការបង្កើត PayPal របស់ Indonesia ដែលយើងអាចទទួលលុយពីខាង TikTok ក៏ដូចជាទទួលលុយពី game ផ្សេងៗដែលជារបស់បរទេសដែលអាចដកលុយបានពិតៗអញ្ចឹងណាដោយឧទាហរណ៍ជាក់ស្ដែងនេះអញ្ចឹង PayPal នេះគឺខ្ញុំបង្កើតបានដោយជោគជ័យរបស់ Indonesia អាចទទួលលុយពីខាង game របស់បរទេសតែនេះវាទទួលបានជាកាក់ជាសេនអីទេវាអត់សូវច្រើនប្រហែលនោះទេដោយសារខ្ញុំលេងទៅលើកាក់តិចតិចទេណាកាក់ធំធំទៀតឥឡូវធំធំ10រៀល20រៀលហ្នឹងអាហ្នឹងគឺខ្ញុំត្រូវបំពេញលក្ខខណ្ឌរបស់គេប្រហែលតង់អញ្ចឹងណាអញ្ចឹងទៅបាន2តង់នៅមួយតង់ជុងក្រោយតែអានេះក៏អាចបញ្ជាក់ថា PayPal ហ្នឹងគឺវាដំណើរការអាចទទួលលុយពីខាងហ្គេមផ្សេងបានហ្នឹងហើយតែជាហ្គេមរបស់បរទេសហើយក៏អាចទទួលលុយពីខាង TikTok បានដូចគ្នាអញ្ចឹងអានេះគឺជា PayPal ដូចអ្នកគ្នាមើលជាក់ស្ដែងអញ្ចឹងហើយតិនន័យដែលខ្ញុំបានដកកាក់ជាសេនអញ្ចឹងណា10សេន20សេនហើយអាលើនេះគឺ1ដុល្លារអញ្ចឹងទៅហ្នឹងហើយតើតោងមួយហ្គេមដែលអាចដកលុយកាក់សេនអីចេះដើម្បីយកមកបញ្ជាក់ថា PayPal របស់យើងដំណើរការឬក៏អត់ហ្នឹងណាចំពោះហ្គេមហ្នឹងគឺនៅចុងវីដេអូគឺខ្ញុំនឹងបង្ហាញដល់ទាំងអស់គ្នាចុងវីដេអូតែដើមវីដេអូនេះគឺខ្ញុំប្រាប់ដល់ទាំងអស់គ្នាពីរបៀបក្នុងការបង្កើត PayPal របស់ Indonesia ដោយជោគជ័យហើយអាច verify KYC ឬក៏ verify អត្តសញ្ញាណប័ណ្ណសេចក្ដីខ្មែររបស់យើងបានការពារការមានបញ្ហានៅថ្ងៃក្រោយហើយក៏ថែមទាំងអាចដាក់លេខទូរស័ព្ទខ្មែររបស់យើងបានថែមទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងអាចចូលទៅកាន់ការបង្កើតយើងទាំងអស់គ្នាហ្មងទៅអញ្ចឹងយើងចុចចេញទៅអូខេហ្នឹងហើយទាំងអស់គ្នាបន្ទាប់ពីយើងចេញមកដល់ខាងក្រៅនេះហើយខ្ញុំប្រាប់បន្តិចកន្លែងហ្គេមនេះអាហ្គេមនេះដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំលេងពីវាគឺដកបាន$1ដើម្បីបញ្ជាក់ថា PayPal របស់យើងនឹងវាដំណើរការអញ្ចឹងណាខ្ញុំដកពីហ្គេមហ្នឹងចូលក្នុង PayPal អញ្ចឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំដកពីវាចូលក្នុង PayPal គឺឃើញថា PayPal ហ្នឹងបានទទួលលុយ$1ពិតមែនអញ្ចឹងវាបានន័យថាអញ្ចេះទី1ហ្នឹងគឺ PayPal របស់យើងវាដំណើរការបានពិតមែនហើយទី2ហ្គេមគេហ្នឹងគឺពិតជាអាចដកលុយបាន$1ពិតមែនការពិតតែ$1ហ្នឹងវាជាលុយតិចតួចដែរទេនៅមានអាខ្នាតធំទៀតគ្រាន់ថាវាមានលក្ខខណ្ឌពី3តង់ញ៉ៃញ៉ៃអញ្ចឹងណាតែ$1ហ្នឹងគឺអត់មានលក្ខខណ្ឌញ៉ៃញ៉ៃទេឲ្យយើងអាចរកកាក់គ្រប់គឺយើងអាចដកបាន$1ហ្នឹងហើយគឺដកព្រាមតែម្ដងរងចាំតែប្រហែលម៉ោងទេលោតចូលក្នុង PayPal របស់យើងអញ្ចឹងតែអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការបង្កើត PayPal របស់ Indonesia របស់យើងតែហ្មងទៅជាដំបូងអ្នកនរគ្នាអាចមានជ្រោមក៏បាននិយាយទៅមិនមែនជ្រោមក៏បានតែឲ្យតែជាប្រភេទកម្មវិធីដែលមាន Google ក្នុងហ្នឹងអញ្ចឹងខ្ញុំចូលនឹងជ្រោមជម្រើសល្អរបស់ខ្ញុំអូខេបន្ទាប់មកគឺខ្ញុំsearch ពាក្យ PayPal មកនេះ PayPal sign up យើងចូលមកកន្លែង PayPal sign up ហ្នឹងមកអូខេបន្ទាប់ពីចូលមកដល់ហ្នឹងហើយគឺជាកន្លែង PayPal sign up មិនមែន PayPal sign up ទេគឺ sign up for PayPal business and personal business នេះចុចចូលហ្នឹងមកអូខេបន្ទាប់ពីវាមកដល់កន្លែងនេះអ្នកនរគ្នាមិនទាន់មើលតាណាយើងនេះជាកន្លែងនេះជាកន្លែង business សិនមកនេះកន្លែងនេះ business មកបន្ទាប់មកអូសរយើងមកដូរប្រទេសយើងទៅដាក់ Indonesia វិញដោយសារយើងបង្កើត PayPal របស់ Indonesia ដែលវាអាចទទួលលុយពី TikTok បានហើយចេញពីហ្គេមផ្សេងៗដែលយើងលេងអត់មានការចំណាយលុយក៏ចំណាយពេលវេលាតិចតួចទៅប៉ុណ្ណឹងហ្នឹងហើយយើងដើររកទៅអាស៊ីកដាលអូខេនេះ Indonesia អញ្ចឹងចុចកន្លែង Indonesia ហ្នឹងមកអូខេដល់ពេលចូលមកដល់នេះពេលខ្លះវាអត់ចេញអញ្ចឹងទេទូរស័ព្ទគ្នាយើងខ្លះក៏អាចនឹងចេញផ្សេងប៉ុន្តែរកពាក្យ sign up ឲ្យឃើញទៅនេះ sign up now ហ្នឹងមកចាំបន្តិចវាដើរបន្ទាប់ពីវាចូលមកដល់នេះយើងត្រូវដូរមកដាក់business account យើងកុំដាក់ individual account ដាក់ business account មកបន្តចុច next អូខេវាចេញហើយអូខេបន្ទាប់ពីវាចេញមកដល់នេះហើយអ្នកទាំងអស់គ្នាដាក់ឈ្មោះមកតែតើមួយឈ្មោះហ្នឹងលើមួយក្រោមមួយឥឡូវដាក់តកូលរបស់យើងមកអាក្រោមគឺដាក់ឈ្មោះរបស់យើងហើយតើតើមួយឈ្មោះខ្ញុំសូមបញ្យល់ឡើងបន្តិចអ្នកទាំងអស់គ្នាត្រូវតែដាក់ឈ្មោះឲ្យត្រូវគ្នាទៅនឹងអត្តសញ្ញាណប័ណ្ណរបស់យើងព្រោះតែយើងបង្កើត PayPal ដែលមាន KYC ឬក៏ការ verify អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអីចឹងទៅហ្នឹងហើយអញ្ចឹងយើងទៅសេមកហើយខ្ញុំសូមបិទឈ្មោះនេះសិនអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះរួចរាល់អស់ហើយ
ចំណែកកន្លែងនេះយើងអាចជ្រើសយកប្រទេសកម្ពុជារបស់យើងបានអត់អីទេកន្លែងនេះហ៎អូខេបន្ទាប់ពីចុចកន្លែងហ្នឹងវាចេញឲ្យយើងជ្រើសរើសប្រទេសដើម្បីដាក់អីអញ្ចឹងយើងរកប្រទេសកម្ពុជារបស់យើងមករកក្បាលប្រហែលចាំបន្តិចអូខេអូរកទៅនិយាយទៅ iPhone ក៏វាបង្កើតដល់របៀបហ្នឹងដែរគ្រាន់តែវាតម្រង់ខុសគ្នាតិចតួចទៅប៉ុណ្ណឹងចឹងអ្នកនរអាចបង្កើតកម្មវិធីនឹងបានដោយប្រើអញ្ចឹងបានណានេះប្រទេសកម្ពុជារបស់យើងចុចមកអូខេយើងដាក់លេខខ្មែររបស់យើងមកចាំតិចខ្ញុំចូលយកលេខខ្មែរសិនផ្លេចអូខេអានេះគឺខ្ញុំផាសលេខខ្មែររួចរាល់ហើយអញ្ចឹងដល់កន្លែង address នេះកន្លែង email address Gmail របស់យើងហ្នឹងយើងដាក់ Gmail មួយដែលរឹងមាំហើយក៏អត់ដែលបង្កើត PayPal ពីមុនមកយើងយកមកដាក់មកអញ្ចឹង email របស់ខ្ញុំគឺមានស្រាប់រួចរាល់ហើយទៅទៅមក email password នេះអ្នកទាំងអស់គ្នាកត់ចំណាំនៅសភៅក៏បានដែរឬក៏មាន note នៅក្នុងទូរស័ព្ទខ្លួនឯងផ្ទាល់ទៅសេ note ចំណាំទុកមកព្រោះខ្លាចបាត់ព្រោះបាត់អាចនឹងវេទនាពិបាកក្នុងការ forget តិចអញ្ចឹងណាអញ្ចឹងខ្ញុំសូម skip កន្លែងនេះខ្ញុំដាក់ Gmail និង password ឲ្យទៅមួយ password នេះគឺយើងបង្កើតថ្មីខ្លួនឯងនៅក្នុង Gmail ហ្នឹងណាមិនជា password ដែលពេលយើងបង្កើត Gmail ទេគឺជា password ថ្មីផ្សេងមួយទៀតដែលយើងបង្កើតសម្រាប់ PayPal តែម្ដងគ្រាន់តែថា Gmail គឺជា Gmail ដែលដំណើរការអញ្ចឹងខ្ញុំចូលសម្រាប់នេះសិនអូខេហ្នឹងហើយបងប្អូនគ្នាបន្ទាប់ពីខ្ញុំបានដាក់ Gmail និង password រាល់អស់ហើយនៅសល់មួយចុងក្រោយគឺយើងគ្រីកកន្លែងនេះយើងគ្រីកកន្លែងហ្នឹងមកហើយទៅមួយ password នេះដល់ពេលយើងដាក់រឹងមាំកន្លែង3ហ្នឹងគឺគ្រីទាំងអស់អាហ្នឹងវារឹងមាំអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងគ្រីអានេះរួចរាល់ហើយយើងចុច agree and create account មកអញ្ចឹងវាត្រូវការផ្ទៀងផ្ទាត់ security តិចតួចដែរយើងគ្រីយើងអីមកអាហ្នឹងវាដើម្បីបញ្ជាក់ថាយើងហ្នឹងមិនមែនជា robot យើងជាមនុស្សអញ្ចឹងណាកន្លែងនេះគឺឲ្យយើងគ្រីម៉ូតូហ្នឹងមកដាក់អស់មក verify pub មកអូខេវាដើរតិចតិចហើយតើពីវាចូលមកដល់នេះវាតម្រូវឲ្យយើងផ្ទៀងផ្ទាត់ជាមួយនឹង Gmail របស់យើងអញ្ចឹងហើយបាទខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាជា Gmail ដែលយើងប្រើឬក៏ដំណើរការអញ្ចឹងណាយើងចុច email មកដើម្បីទាមទារកូដហ្នឹងគឺយើងចូលទៅយកនៅក្នុង Gmail អញ្ចឹងយើងចុចចេញមក Gmail នេះក្នុងនេះ Gmail app របស់យើងហ្នឹង Gmail ដែលយើងបានភ្ជាប់មិញអូខេ PayPal នៅលើនេះយើងចុចចូលទៅយកមកនេះលេខកូដយើងចុច copy មករួចយើងចេញមកវិញយើងចូលទៅកន្លែង PayPal យើងបង្កើតមិញទៅយើងផាសចូលទាំងអស់ហ្នឹងមករួច submit ទៅអូខេអញ្ចឹងគេដាក់ថាយើងបង្កើតបានរួចរាល់ហើយគាត់ថាវានៅសល់ប្រហែលជំហានទៀតអានេះយើងគ្រាន់បង្កើតទេយើងត្រូវ verify KYC មួយទៀតដែលអាច verify ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់យើងបានអញ្ចឹងណានៅកន្លែងនេះយើងមិនបាច់ចុច skip ទេយើងចុច let's go ទៅដល់ពេលចូលមកដល់នេះយើងត្រូវចុចកន្លែង individual seller and sole proprietor អញ្ចឹងទៅចុចកន្លែងនេះបន្ទាប់មកយើងជ្រើសរើសយកមកដាក់កន្លែង individual នេះកន្លែងនេះចុចកន្លែងហ្នឹងវាចេញហើយវាចេញយើងដាក់ individual ហ្នឹងមកកន្លែងនេះយើងមិនប៉ះពាល់អីទេយើងប៉ះពាល់ដល់កន្លែងនេះបានហើយយើងដាក់ individual បន្ទាប់ពីយើងដាក់អញ្ចឹងរួចហើយយើងចុច next បន្តទៅអូខេអញ្ចឹងចូលមកដល់កន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតដែលត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងដើម្បីយើងអាច verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងអីចឹងទៅយើងនិយាយទៅយើងដាក់ឲ្យត្រូវវាអត្តសញ្ញាណប័ណ្ណនៅពេលយើង verify អត្តសញ្ញាណប័ណ្ណគឺវាជោគជ័យ 100% អញ្ចឹងណាអញ្ចឹងយើងដាក់ទៅកន្លែងហ្នឹងគឺខ្ញុំសូមបិទបន្តិចដែរព្រោះជា private របស់គេព្រោះខ្ញុំបង្កើតឲ្យគេដែរទេហ្នឹងហើយដោយសារខ្ញុំបង្កើតរួចរាល់ហើយឲ្យមានតញ្ញាណប័ណ្ណខ្លួនឯងមួយទៀតទេព្រោះមានតែមួយតញ្ញាណប័ណ្ណអញ្ចឹងខ្ញុំដាក់សិនចាំបន្តិចហើយតកតងនៅកន្លែងហ្នឹងខ្ញុំបញ្ជាក់មួយទៀតសិនយើងត្រូវតែជាអត្តសញ្ញាណប័ណ្ណដែលគ្រប់អាយុចាប់ពី18ឆ្នាំឡើងទៅខ្វះតែមួយថ្ងៃ1ម៉ោងក៏អត់បានដែរកន្លែងហ្នឹងហ្នឹងហើយហើយចូលមកដល់កន្លែងនេះកន្លែង nationality ហ្នឹងអានេះយើងមិនដូរអីយើងដាក់ Indonesia ហ្នឹងហើយតែកន្លែងលេខនេះក៏យើងមិនដូរដែរយើងដាក់កម្ពុជាហ្នឹងហើយលេខខ្មែររបស់យើងហ្នឹងហើយ
ចូលមកដល់ចំណុចសំខាន់ចុងក្រោយមិនចុងក្រោយទេអាចថាបន្ទាប់នឹងឯងដល់តែ address នេះ address ហ្នឹងគឺយើងត្រូវតែដាក់ address របស់ Indonesia ផ្ទាល់តែម្ដងជាបំផុតអាចថាដាក់របស់ Indonesia នៅក្នុងទីក្រុង Jakarta អញ្ចឹងដើម្បីអាចមានចំពោះ address បានយើងចូលមកបើក tab ថ្មីមួយទៀតមកយើង search address អូខុស address Indonesia generator អូខេចុចចូលមកយើងអស់មករមកបើយើងខ្លាចជន់គ្នាមួយគេផ្សេងអញ្ចឹងយើងចុចពាក្យ generate បន្តមកដើម្បីទៅរក address ថ្មីមួយទៀតអូខេអញ្ចឹងឃើញអានេះគាត់ទីក្រុងដូចជា Meta នេះអញ្ចឹងយើងរក Jakarta យើង generate មួយទៀតមកព្រោះជាទូទៅគេដាក់ Jakarta ហ្នឹងឯងតែទីក្រុងផ្សេងក៏បានដែរគាត់ថាឲ្យតែយើងអាចចូលទៅក្នុងហ្នឹងទៅមានទីក្រុងដែលបញ្ជាក់នៅក្នុង generate មួយហ្នឹងយើងដាក់ Jakarta ទៅនេះដាក់ក្រុមហ្នឹងទៅចឹង address copy មកចុចចម្លងឬក៏ copy អីហ្នឹងបន្តមកយើងចុចឲ្យកន្លែងនេះចូលទៅកន្លែង PayPal យើងបង្កើតយើងផាសចូលក្នុងនេះមកចាំបន្តិចយើងចង់ error យើងផាសចូលបិទភ្ជាប់ឬផាសចូលអីហ្នឹង address ទី2ហ្នឹងក៏យើងដាក់អញ្ចឹងដូចតែគ្នាទេហ្នឹងហើយក្នុង city ឬក្រុងអីនេះយើងចូលទៅយកទៅកន្លែងព័ត៌មានយើងយកមិញដដែលទេនៅក្រុមនេះ city គឺនេះ Jakarta ចូលទៅវិញមកចំណែក Province នេះក៏យើងចូលទៅយកនឹងដែរដើម្បីបញ្ជាក់ថាវាពិតជាព័ត៌មានមួយនឹងពិតមែន Province area state 3ហ្នឹងដូចគ្នាទេអូនៅក្នុងនេះមាននេះកន្លែងខ្ញុំថាហ្នឹងណាដាក់ក្រុងអីក៏បានដែរឲ្យតែវាមាននៅក្នុងកន្លែង Province ហ្នឹងព្រោះយើងចុចទៅយើងអាចផាសទេយើងចុចទៅ select នេះយើង select ឲ្យវាយឈ្មោះមកហៅថា Jakarta អញ្ចឹងទៅបើ Jakarta ឃើញអូខេអញ្ចឹងយើងដាក់ Jakarta ភិកច្រើនដាក់ Jakarta postal code នេះក៏យើងចូលទៅយកនៅក្នុងហ្នឹងដែរដើម្បីបញ្ជាក់ឲ្យច្បាស់ហើយឲ្យត្រូវគ្នាចុចចម្លងប៉ាប់មកយើងចូលមកវិញមកចុចផាសប៉ាប់មកអូខេបន្ទាប់មកយើងចុច next ទៅបន្ទាប់ពីនៅកន្លែងនេះវាសួរយើង recommend អីចឹងណា recommend ដាក់ចំពោះ address មួយណាតែយើងនៅចង់ដាក់ address ចាស់ដដែលគឺយើងដាក់ original មកមិនយក recommend របស់គេហ្នឹងទេទោះគឺយើង confirm ទៅអូខេដល់ពេលចូលមកដល់នេះយើងចុច click កន្លែងនេះដើម្បីយើងយកឈ្មោះដដែលហើយកន្លែងលើនេះមិនបាច់ប៉ះពាល់អីទេហើយក្រុមនេះក៏មិនបាច់ប៉ះពាល់អីដែរព្រោះ currency ទូទៅយើងដាក់ដុល្លារហ្នឹងឯងចំណែកកន្លែងនេះយើងត្រូវតែ select យកពាក្យ computer network អីចឹងទៅនេះកន្លែងនេះចេះចុច select មកយើង save មក computer អូខេចាំបន្តិចរឿង slow មិនទេ computer អូខេយើងដាក់ color នេះ computer network information service យើងដាក់ហ្នឹងមកអូខេបន្ទាប់ពីរីកដល់កន្លែងនេះយើងគេសួរយើងថាយើងមាន website business របស់យើងនឹងអត់អញ្ចឹងយើងអត់មានទេយើងដាក់ no មកបន្ទាប់ពីចូលដល់កន្លែងនេះយើងចង់បំពេញ address ថ្មីក៏បានដែរប៉ុន្តែយើងមិនបាច់ត្រូវបំពេញ address ថ្មីទេយក address ចាស់មកយើងចុច create អញ្ចឹងបន្ទាប់ពីបំពេញឲ្យអស់យើងអូសមើលឲ្យរួចរាល់ពេញឲ្យអស់យើងចុច next មកអញ្ចឹងវាសួរយើងទៀតហើយវាយក address recommend របស់វាអត់តែយើងអត់យកទេយក original របស់យើងចុច confirm ទៀតមកអូខេចូលមកដល់នេះយើងចូលទៅក្នុង home ទៅយើងនៅមកជំហានចុងក្រោយចំពោះការ verify KYC របស់យើងដែលយើង verify ជាមួយអត្តសញ្ញាណប័ណ្ណជាតិខ្មែររបស់យើងបានអញ្ចឹងណាបើទោះបីជា PayPal ហ្នឹងរបស់ Indonesia ក៏ដោយអូខេចាំតិចរឿង slow ហើយអូខេអានេះយើងបង្កើតជោគជ័យមកតង់ហើយនៅយើង verify ទៀតកន្លែង verify យើងអត់មានអីបាក់ចុចកន្លែង submit នេះមកដើម្បីយើងចូលទៅ verify KYC ហើយចំពោះអត្តសញ្ញាណប័ណ្ណអ្នកទាំងគ្នាថតពីខាងមុខមួយឲ្យច្បាស់មកហើយបន្តមកពីខាងក្រោយឲ្យច្បាស់មួយទៀតមករកការថតទាំងមុខទាំងក្រោយហ្នឹងឲ្យនៅឃើញគែមសងខាង4ជ្រុងហ្នឹងអញ្ចឹងណា
ហ្នឹងហើយអូខេអញ្ចឹងចូលមកនេះខ្ញុំសូមបញ្យល់ថែមទៀតតើតងនៅកន្លែងនេះបើយើងអត់ verify ទេទាំងការបាញ់លុយចេញចូលហ្នឹងគឺអត់បាននោះទេវាពិបាកវាអាចនឹងគាំងអេញញ៉ៃស៊ូប៉ូមានញ៉ៃចុងក្រោយដដែលទេអញ្ចឹងជាទូទៅទើបបានតម្រូវឲ្យ verify KYC អូខេអញ្ចឹងយើងចុចនេះមកដល់ពេលចូលមកដល់កន្លែងនេះចូលមកដល់កន្លែងនេះក៏យើងជ្រើសរើសដែរ document type យើងត្រូវការមួយណាតើតើមួយpaper ហ្នឹងយើង verify បាន3 passport ហើយនឹងបានបើកបរហើយនឹងតាច់បាន national identity card អញ្ចឹងទៅអញ្ចឹងយើងដាក់កន្លែងហ្នឹងមកដែលជាអត្តសញ្ញាណប័ណ្ណហ្នឹងហើយហើយយើងចុច select add file មកអញ្ចឹងខ្ញុំចូលយកតិចសិននិយាយទៅយើងថតភ្លាមៗក៏បានដែរយើងថតភ្លាមៗក៏បានដែរហើយយើងចូលយកក្នុងឯកសារដែលយើងបានថតស្រាប់ហ្នឹងក៏បានដែរអូខេអញ្ចឹងបន្ទាប់ពីខ្ញុំចូលទៅ select រួចរាល់ហើយខ្ញុំចុច submit មកនិយាយទៅ verify ហ្នឹងក៏អត់យូរដែរគឺមួយ plate ទេចង់យូរ5នាទីអីហ្នឹងគឺជោគជ័យហើយអញ្ចឹងយើងចុច go to account limitation ទៅ limitation អូខេអង់គ្លេសនឹងស្ទើរពេកអញ្ចឹងបន្ទាប់ពីយើង submit ហើយអញ្ចឹងគេពងត្រួតពិនិត្យហើយពង review អីចឹងទៅហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីពេលមកសន្ទុះក្រោយមកយើង verify គឺបានជោគជ័យហើយយើងអាចចូលទៅមើលក្នុង Gmail នេះបាននេះចូលមកអូខេកន្លែងនេះគឺវាជោគជ័យហ្នឹងឯងខ្ញុំអត់ចេះភាសាឥណ្ឌូនេស៊ីទេប៉ុន្តែដោយសារខ្ញុំ translate ទៅដឹងថាគេបញ្ជាក់ថាជោគជ័យហ្នឹងឯងហើយដើម្បីបញ្ជាក់ឲ្យច្បាស់បន្តទៀតគឺយើងចូលទៅក្នុង app បើចូលក្នុង app អត់ទាន់មាន app ឬក៏ចូលក្នុង app យ៉ាងវេទនាពេកយើងចូលទៅក្នុងwebsite វាហ្មងទៅគឺ website PayPal យើង login ចូលទៅនេះពេលចូលមកដំបូងអញ្ចឹងមិនដំបូងទេដោយសារយើងចេញក្រៅអញ្ចឹងណាដល់ពេលអញ្ចឹងហើយវាតម្រូវយើង login ចូលទៅខាងក្នុងវិញអញ្ចឹងយើងហៅវាយ password Gmail ដែលយើងបានបង្កើតមិនចូលមកអូខេឥឡូវនេះខ្ញុំសូមបិទបន្តិចអីអញ្ចឹងបន្ទាប់ពីយើងវាយបញ្ចូលរួចរាល់ហើយយើងចុច login ចូលទៅអូខេអញ្ចឹងចូលបានហើយតាកន្លែងហ្នឹងគឺអូខេគឺឡើងអីហើយហើយអញ្ចឹងខ្ញុំបីបញ្ជាក់មួយទៀតបើពេលយើងលេងហ្គេមដែលខ្ញុំប្រាប់ហ្នឹងថាបានលុយពិតមែនហ្នឹងយើងលេងបានហើយដល់លុយជីមែនហ្នឹងហើយអត់ដឹងតែដកលុយចូលទៅក្នុងកុងធនាគារខ្មែរយើងមិនខ្លាយនេះយើងចូលកន្លែងហ្នឹងមកដើម្បី link card ABA Acilda និង card ផ្សេងៗដែលជាប្រភេទ Visa ចុចមកហើយចុចបន្តិចចុចកន្លែងនេះកន្លែងលុយកន្លែង money ហ្នឹងមកនេះយើង link សម្រាប់តានេះណាសម្រាប់តា PayPal ណាដែលនៅប្រទេសណាទេឧទាហរណ៍ប្រទេសឥណ្ឌូនេស៊ីអញ្ចឹងយើង link បានតែចំពោះ bank ធនាគាររបស់ឥណ្ឌូទេអញ្ចឹងយើងអាច link bank របស់ខ្មែរយើងបានទេយើងអាចដាក់ credit card ហ្នឹងដូចជា Visa card ABA ក៏បាន AC ក៏បានឲ្យតែជា Visa card តែអាច link បានហើយគ្រាន់ថាថ្លៃសេវាយើងទូទាត់បាញ់លុយទៅធនាគារខ្មែរហ្នឹងជាទូទៅគឺ5រៀលហើយហ្នឹងហើយបើហ្នឹងវាទូទៅអញ្ចឹងតែមានលុយ10រៀល20រៀលអីទៅចាំបាញ់ចេញចូលក្នុងធនាគារសាតែអ្វីដែលសំខាន់ខ្ញុំបញ្ជាក់ឲ្យបានអ្នកទាំងអស់គ្នាគឺទៅលើ PayPal ហ្នឹងគឺអាចប្រើបានព្រោះវាលុយវាអាចលោតចូលបានអញ្ចឹងណានេះគឺអត់មានកន្លែង link credit card ទេអញ្ចឹងបានន័យថា PayPal ហ្នឹងគឺអូខេជោគជ័យ 100% ហើយចំពោះហ្គេមដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាយ៉ាងណែនាំអ្នកទាំងអស់គ្នាហ្នឹងគឺនេះហ្គេមនេះអ្នកនេះអាចសាកមើលបាននេះព្រោះអត់មានត្រូវការប្រើលុយអីទេប្រើពេលវេលាតិចតួចណាមួយដើម្បីបញ្ជាក់ថា PayPal ដែលអ្នកនរគ្នាបង្កើតតាមខ្ញុំហ្នឹងគឺប្រើការកាតព្រោះលុយអាចបានចូលក្នុង PayPal ហ្នឹងអញ្ចឹងទៅហើយក៏អាច link កាតខ្មែររបស់យើងបានដែរដើម្បីអាចទទួលលុយពី PayPal អញ្ចឹងណានេះគឺហ្គេមនេះយើងចូលក្នុងហ្គេមហ្នឹងមកហើយទៅមួយហ្គេមហ្នឹងគឺ1ឡាដកបានហើយក៏វាមានច្រើនកន្លែងដែលយើងអាចដកលុយបានដែរគាត់ថាកន្លែងខ្លះវាលក្ខខណ្ឌញ៉ៃច្រើនតែហ្គេមនេះលក្ខខណ្ឌអត់សូវច្រើនទេហ្គេមនេះហ៎ហើយបើសិនអ្នកគ្នាចង់លេខអីចាំចូលក្នុង description ឬ comment ខាងក្រោមទៅខ្ញុំដាក់នៅក្រោមហ្នឹងអាចចូលទៅលេងបានហើយមួយទៀតតើតមួយ PayPal ប្រសិនបើអ្នកទាំងអស់គ្នាបង្កើតបានជោគជ័យឬក៏អត់ចេះបង្កើតចង់ពឹងឲ្យខ្ញុំជួយបង្កើតក៏ខ្ញុំអូខេជួយបង្កើតបានដែរអញ្ចឹងអាចតាក់ទងមកកាន់ Telegram ខ្ញុំបានខ្ញុំដាក់នៅក្រោម description ឬក៏ comment អ្នកទាំងណាចូលទៅមើលបានឆាតរបស់ខ្ញុំមកខ្ញុំជួយបង្កើតឲ្យអូខេហើយចំពោះហ្គេមនេះ
បើចង់លេងដូចគ្នាគឺខ្ញុំដាក់ link នៅក្នុង description ដូចគ្នាឬក៏ចាំចូលទៅ Telegram channel របស់ខ្ញុំទៅ channel Telegram ណាខ្ញុំ update ព័ត៌មានផ្សេងៗហើយបើសិនជា game នេះមានអ្នកលេងច្រើនវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបលេងក៏ដូចជាពីរបៀបនៅក្នុងការរកចំណូលពីអាហ្នឹងបញ្ជាក់ម្ដងទៀតវាមិនមែន game box អីទេវាជា game បរទេសហើយគេឲ្យយើងអាចរកពីវាបានហ្នឹងគេក៏រកបានដូចតែគ្នាហ្នឹងដោយការយើងលេងដោយការយើងមើលពាណិជ្ជកម្មគេបានច្រើនយើងឆ្ងាយយើងបានតែ 1% 10% ពីគេទេហើយចំពោះ game នេះអត់មានលក្ខខណ្ឌសញ្ញាទេអានេះបើអ្នកទាំងអស់គ្នារកបាន5-10 រៀលគឺដកបានហើយគឺដកអត់ភ្លាមៗអត់មានលក្ខខណ្ឌផ្សេងៗទេកន្លែងនេះក៏អញ្ចឹងដែរលក្ខខណ្ឌដូចតែគ្នាទេអត់មានបញ្ហាលក្ខខណ្ឌផ្សេងៗទេគឺដកបានហើយដូចជាអញ្ចឹងបើសិនចង់ដឹងព័ត៌មានច្រើនឬក៏ចង់លេងអីចូលទៅក្នុង comment ឬក៏ description ទៅខ្ញុំដាក់ link ហ្គេមហ្នឹងឲ្យលេងបានហើយមួយទៀតបើមានអ្នកលេងច្រើនវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបលេងនិងពីរបៀបភ្ជាប់ PayPal អីចឹងទៅអូខេអញ្ចឹងអ្វីដែល admin ចង់បញ្ជាក់ដល់អ្នកនរគ្នាក៏មានតែប៉ុណ្្នឹងដែរបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយបន្តទៀតបាយបាយ